សូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះសារាមេរៈមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកបង្ហាញនិងធ្វើការងារ Final អំពី Product Form ដែលលោកគ្រូបានដាក់ឲ្យដែលនៅក្នុង Product Form ហ្នឹងយើងអាច add តម្លៃដូចជា ID 1 2 3ក៏ដូចជា description ខ្ញុំដាក់កកាយជាមួយនឹង category ខ្ញុំដាក់MSI ក៏ដូចជា length quality ខ្ញុំដាក់7ក៏ដូចជា5ខ្ញុំដាក់100ហើយនៅក្នុងហ្នឹងខ្ញុំដាក់quality យើងអាច select មួយបានទៅលើ new ក៏ដូចជា second hand អញ្ចឹងខ្ញុំយកពាក្យថា new ក៏ដូចជា status យើងអាច select មួយដែរក៏ដូចជា discount ក៏ដូចជា penalty អញ្ចឹងខ្ញុំយកពាក្យថា discount ចូលមកដល់រូបភាពយើងអាច select រូបភាពនៅលើ file របស់យើងមួយបានអញ្ចឹងខ្ញុំយករូបភាពនំខេកនេះអញ្ចឹងខ្ញុំបើករើវារួចយើងអាច add product តម្លៃទាំងអស់ហ្នឹងចូលទៅក្នុង data grid របស់យើងអញ្ចឹងខ្ញុំ add ទៅលើវានឹងបង្ហាញតម្លៃដែលយើងបានបញ្ចូលមុនហ្នឹងមកលើ data grid របស់យើងនៅក្នុងហ្នឹងដែរយើងអាច update ទៅលើវាបានអញ្ចឹងខ្ញុំ select លើវាមួយ select យកតម្លៃហ្នឹងរួចខ្ញុំដូរតម្លៃទៅលើវាដើម្បី update អញ្ចឹងខ្ញុំដាក់អឺ ID 1 2 3 4 quality ខ្ញុំដាក់85ខ្ញុំដាក់បង្គាប់ចុះរួចយើង update អញ្ចឹងវានឹងបង្ហាញតម្លៃដែលយើង update មុនហ្នឹងទៅលើ screen data grid របស់យើងដែលនៅក្នុងហ្នឹងដែរយើងអាច remove វាបានអញ្ចឹងខ្ញុំ select លើវារួច remove ក៏ដូចជា close វាបានដែរអញ្ចឹង close វានឹងសួរយើងថាតើខ្ញុំចង់បិទ project នឹងបានដែរទេបើយើងជាចុច no វានឹងត្រឡប់មកដូចដើមបើយើងចុច yes វានឹងបិទ project product ហ្នឹងអញ្ចឹងខ្ញុំបិទវាអញ្ចឹងដើម្បីចូលទៅបញ្ចូលកូដ product ទាំងអស់ហ្នឹងអញ្ចឹងខ្ញុំចូលមកform product ដែលខ្ញុំបានបង្កើតមួយដែលនៅក្នុងហ្នឹងដែរខ្ញុំបានបង្កើត class មួយខ្ញុំដាក់ឈ្មោះថា product ដែលនៅក្នុង class product ហ្នឹងខ្ញុំបានបង្កើតវាជា public ដែលនៅក្នុង public ហ្នឹងខ្ញុំបានបង្កើតដូចជា instructor product ID description category quality prime discount lengthy and make រូបភាពអីផ្សេងៗដែលនៅក្នុងហ្នឹងដែរខ្ញុំបានបង្កើត class public product មួយទៀតដែលនៅក្នុង class product ដែលនៅក្នុងហ្នឹងខ្ញុំបានបង្កើត product ID ក៏ដូចជា description quality prime ដែលវាមានតម្លៃនៅក្នុងហ្នឹងឲ្យវាបង្ហាញទៅលើ data grid product របស់យើងនៅក្នុងចូលមកដល់product public class double amount នេះគឺខ្ញុំឲ្យវាបូកតម្លៃឬក៏បង្ហាញតម្លៃអញ្ចឹងខ្ញុំឲ្យវាបូកតម្លៃprime គុណជាមួយនឹង quality ដើម្បីបង្ហាញតម្លៃទាំងអស់ដែលយើងបានបញ្ចូលឲ្យវាបោះទៅលើclass product ចូលមកដល់ product form របស់យើង product form របស់យើងនៅក្នុងហ្នឹងដែរខ្ញុំបានបង្កើតclass មួយខ្ញុំដាក់ private button btn add គឺយើងអាចbtn add product កន្លែងនេះកន្លែង product របស់យើងដែលនៅក្នុងហ្នឹងដែរយើងអាច add product ដូចជា product ID description validity prime quality discount ក៏ដូចជា validity រូបភាពអីផ្សេងៗនៅក្នុងform product របស់យើងចូលមកដល់D DGV product ដល់ role ហ្នឹងយើងអាច add role ទាំងអស់ហ្នឹងចូលទៅក្នុង data grid របស់យើងអាច add ដូចជា product ID description guarantee quality prime រូបភាពអីចូលទៅក្នុង
គេហៅថា data grid របស់យើងហើយនៅពេលដែលយើង add ហើយយើងឲ្យវា clear នៅទិន្នន័យទាំងអស់ហ្នឹងឬក៏តម្លៃទាំងអស់ហ្នឹងយើងឲ្យវា clear ដូចជា text ID description guarantee ក៏ដូចជា quality frame អីផ្សេងៗនៅក្នុងហ្នឹងក៏ដូចជារូបភាពអីផ្សេងៗចូលមកដល់កន្លែងfuture click នេះគឺយើងឲ្យវាបើកនៅ file ដែលយើងនៅក្នុង file drive របស់យើងឲ្យវាអឺកំណត់ជារូបភាព file JPG ក៏ដូចជា PNG នៅក្នុង file របស់យើងហើយយើងឲ្យវាអឺនៅពេលដែលវាជ្រើសរើសហើយយើងឲ្យវាបង្ហាញរាយសារណ៍នៅលើ screen របស់យើងហើយនៅក្នុងហ្នឹងដែរយើងឲ្យដាក់លក្ខខណ្ឌឲ្យវាដែរប្រសិនបើយើងជ្រើសរើសហើយយើងចុចអូខេវានឹងលោតរូបភាពទាំងអស់ហ្នឹងមកលើ screen របស់យើងជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះច័ន្ទសមរថ្ងៃនេះមកពន្យល់project C Sharp Final តពីពូម៉ាក់របស់ខ្ញុំអឺខ្ញុំបាទនឹងពន្យល់កន្លែងប៊ូតុង update ប៊ូតុង update click ប៊ូតុង update click គឺដើរទៅពេលដែលយើងបាន click លើវាមួយហើយលក្ខខណ្ឌខ្ញុំបានបើកif data grid product current rows មិនស្មើណាល់ហើយខ្ញុំបានបង្កើត data grid row ថ្មីមួយឲ្យវាស្មើនឹង data grid product ហើយទៅយើងហៅ data grid row ទាំងអស់មកដើម្បីយើងអាចហៅ value តាម index នៅក្នុងរបស់ data grid ហើយឲ្យវា load បង្ហាញនៅក្នុង text ID text description text case ហើយនឹង quality ដែលយើងអាច click ឬយើងអាចកែសម្រួលឡើងវិញហើយយើងនឹងជិះពេលយើងចុច update ទៅវានឹង clear ព័ត៌មានដែលយើង update ទៅនៅលើ text ID text description ហើយ case ហ្នឹងហើយនឹង select index ហ្នឹងវានឹង clear ទាំងអស់វានឹងហើយវានឹង load ចូលទៅ current ទៅ data grid ថ្មីចំពោះកន្លែងនេះប៊ូតុង close ប៊ូតុង close យើងបានដាក់លក្ខខណ្ឌមួយនៅពេលដែលយើងឲ្យ reserve វា image.0 ហ្នឹងដល់ពេលយើងចុច close ទៅវានឹងលុបបង្ហាញ alert មួយថាតើយើងចង់ close មិនអត់បើយើងចុច yes វានឹង close application ហ្នឹងតែម្ដងហើយចំពោះមកដល់កន្លែងdata grid product role header mouse click នេះនៅពេលយើងបាន click លើ data grid role header mouse click វានឹងបង្ហាញព័ត៌មានហ្នឹងចំពោះ data grid data ចំពោះ product role header mouse click នេះខ្ញុំបានបង្កើតdata grid role ឲ្យវាថ្មីមួយហើយយើងដាក់ role នោះឲ្យស្មើនឹង data grid product current role ដូចខាងលើដែរហើយខ្ញុំចំពោះកន្លែងនេះដល់ពេលយើងបានចុចលើdata grid role header នេះ mouse click អាហ្នឹងហើយវានឹង load ព័ត៌មានទាំងអស់របស់ text ID text font text price ហ្នឹងឲ្យវា load ទៅតាម index វាយកតាម index ហើយវាទៅបង្ហាញនៅក្នុង value របស់យើងចំពោះកន្លែងនេះពេលយើង click ទៅវានឹង load បង្ហាញឲ្យយើង click quality សាមីហើយចំពោះកន្លែងប៊ូតុង remove នៅពេលដែលយើងដាក់លក្ខខណ្ឌឲ្យវា data row.count ស្មើ0ហើយ return ហ្នឹងមានថាយើងអាច select បាននៅកន្លែងrow ទី0នៃ row ទី0នៃបើយើង select លើផ្សេងក៏វាអត់ស្គាល់ដែរពេលយើងចុចលើហ្នឹងហើយយើងចុច click remove វានឹង remove យកមក